ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងអានសៀវភៅលោកម៉ាថាយបន្តខ្ញុំសូមអរគុណដែលចូលក្នុង channel ខ្ញុំអានព្រះគម្ពីររបស់ខ្មែរសូមអភ័យទោសបើមានការខុសឆ្គងឬមួយក៏អានពាក្យមិនត្រឹមត្រូវព្រោះអីនេះគឺខ្ញុំមិនដែលបានទៅរៀនទេខ្ញុំរៀនពីនៅកុមារបានតិចបន្តួចមកហើយខ្ញុំអានគម្ពីរភាសាខ្មែរខ្ញុំអាចអានបានក៏ប៉ុន្តែខ្ញុំមិនអាចចេះនិយាយដូចខ្ញុំអាននឹងទេខ្ញុំជាអ្នកបន្តរបស់ព្រះយេស៊ូវម្នាក់ដែរជីវភាពរស់នៅមានការពិបាកច្រើនតាំងពីក្មេងរហូតដល់ប្រហែល20ឆ្នាំជាងមុននឹងខ្ញុំទទួលលើកព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទមករស់នៅក្នុងចិត្តខ្ញុំគាត់តាមពាក្យគាត់ចេះគាត់កែប្រែគំនិតខ្ញុំយោបល់ឲ្យខ្ញុំចេះតស៊ូតាមភាពជីវិតរបស់ខ្ញុំផ្ទាល់ហើយមានមនុស្សច្រើនទៀតដែលជាអ្នកបន្តរបស់គាត់ដែរដែលថ្វាយខ្លួនទៅព្រះអង្គដូចខ្ញុំដែរហើយពាក្យព្រះអង្គក៏បានជួយកែប្រែមនុស្សច្រើនថែមទៀតដែរគាត់ជាផ្លូវទៅឋានសួគ៌តាមខ្ញុំអានព្រះគម្ពីរមិនយូរប៉ុន្មានទេគាត់នឹងត្រឡប់មកវិញដើម្បីនឹងកែប្រែប្រភពនេះហើយធ្វើកំទេចប្រភពនេះចេញហើយធ្វើសារឡើងម្ដងទៀតដោយគាត់មិនឲ្យអារៈអាសោតមានមកលួងលោមយើងដើម្បីឲ្យយើងឃ្លាតឆ្ងាយចេញពីព្រះអង្គដែលបង្កើតសព្វសារពើហើយនឹងខ្ញុំហើយនឹងអ្នកទាំងអស់គ្នាគាត់ចង់បានឲ្យព្រលឹងយើងទៅជួបគាត់វិញទៅនៅជាមួយគាត់វិញហើយនៅឋានសួគ៌អត់មានទុក្ខលំបាកទៀតទេហើយបើចង់អ្នកណាមួយចង់ទទួលស្គាល់គាត់ហើយទៅឋានសួគ៌និយាយទៅគាត់ពេលណាក៏បានអធិដ្ឋានទៅថាអ្នកទាំងអស់គ្នាចង់ជឿមានជំនឿថាគាត់ជាព្រះដែលបង្កើតអ្វីទាំងអស់ហើយគាត់មកភាពជាមនុស្សគឺព្រះយេស៊ូវគ្រីស្ទដើម្បីមកជាដង្វាយដើម្បីសង្គ្រោះមនុស្សលោកទៅគាត់វិញគាត់ជាញួនបូជាជំនួសយើងរាល់គ្នាអញ្ចឹងយើងចាប់ផ្ដើមខ្ញុំនឹងអានមួយចំពុកលោកម៉ាថាយចំពុក12ថ្ងៃនេះនៅគ្រានោះព្រះយេស៊ូវទ្រង់យាងកាត់ស្រែនៅថ្ងៃឈប់សម្រាកឯពួកសិស្សទាំងទ្រង់គេឃ្លានហើយគេចាប់បូតគួរស្រូវបរិភោគទៅពួកផេរីស៊ីក៏ឃើញហើយគេទូលទ្រង់ថាមើលណោះសាសលោកធ្វើអំពើដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សម្រាកហើយតែទ្រង់មានបន្ទូលតបថាតើអ្នករាល់គ្នាមិនដែលមើលរឿងពីការដែលហ្លួងដេវីតទ្រង់ធ្វើក្នុងកាលដែលទ្រង់នឹងពួកអ្នកនៅជាមួយបានឃ្លានទេឬអីគឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះហើយបានសោយនំប៉័ងតាំងទុកដែលគ្មានច្បាប់នឹងឲ្យទ្រង់សោយឬពួកដែលនៅជាមួយនឹងទ្រង់បានផងជារបស់ទុកសម្រាប់
សម្រាប់តែពួកសង្ឃប៉ុណ្ណោះឬអ្នករាល់គ្នាមិនបានមើលក្នុងក្រាត់វិន័យទេឬអីថានៅថ្ងៃឈប់សម្រាកនោះពួកសង្ឃនៅក្នុងព្រះវិហារក៏ប្រព្រឹត្តរំលងច្បាប់នៃថ្ងៃឈប់សម្រាកឥតមានទោសវិញប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថានៅទីនេះមានមួយអង្គដែលវិសេសជាងព្រះវិហារទៅទៀតបើអ្នករាល់គ្នាបានយល់នៃសេចក្តីដែលថាអញចង់បានសេចក្តីមេត្តាករុណាមិនមែនញួនបូជាទេនោះអ្នករាល់គ្នាតាមខនេះគាត់និយាយតាមខ្ញុំយល់គាត់ថាគាត់មិនត្រូវការញួនបូជាពីយើងទេដូចនៅក្នុងព្រះគម្ពីរចាស់យើងត្រូវយកសត្វសម្លាប់ដើម្បីញួនបូជាព្រោះអីគាត់នឹងមកខ្លួនគាត់ដើម្បីជាញួនបូជានោះគាត់ចង់ឲ្យយើងគ្រាន់តែជឿគាត់ហើយទទួលស្គាល់គាត់គឺព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្្នឹងឯងមិននោះអ្នករាល់គ្នាមិនបានបន្ទោសដល់ពួកអ្នកដែលគ្មានទោសឡើយត្បិតកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សម្រាកដែរទ្រង់ក៏យាងចេញពីទីនោះចូលទៅក្នុងសាលាប្រជុំរបស់គេនោះឃើញមនុស្សម្នាក់មានដៃស្វិតហើយគេទូលសួរទ្រង់ថាតើមានច្បាប់នឹងប្រោសឲ្យជានៅថ្ងៃឈប់សម្រាកបានឬទេនេះគឺដើម្បីឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះតែទ្រង់ឆ្លើយថាបើអ្នកណាក្នុងពួកអ្នករាល់គ្នាមានជាមតែមួយហើយជាមនោះធ្លាក់ទៅក្នុងរណ្ដៅនៅថ្ងៃឈប់សម្រាកនោះតើមិនទៅចាប់ស្រង់វាមកទេឬអីឯមនុស្សតើមានតម្លៃលើសជាងជាមអំបាលបានទៅទៀតដូច្នេះមានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សម្រាកដែររួចទ្រង់មានបន្ទូលទៅមនុស្សនោះថាចូលលាតដៃអ្នកទៅគាត់ក៏លាតហើយដៃនោះបានជាដូចដៃម្ខាងពេលពួកផេរីស៊ីបានចេញទៅក្រៅគេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាសតែកាលព្រះយេស៊ូវបានជ្រាបនោះទ្រង់យាងថយចេញពីទីនោះមានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរទ្រង់ហាមផ្ដាច់មិនឲ្យគេប្រាប់ឲ្យបណ្ដាមនុស្សស្គាល់ទ្រង់ឡើយដើម្បីឲ្យបានសម្រេចបទទំនាយដែលហោរ៉ាអេសាយបានទាយទុកមកថាមើលអ្នកបម្រើដែលអញបានរើសតាំងជាអ្នកស្ងួនភ្ងាដែលជាទីពេញចិត្តអញនឹងដាក់វិញ្ញាណអញឲ្យសន្ធិដ្ឋនៅលើទ្រង់ហើយទ្រង់នឹងថ្លែងប្រាប់ពីសេចក្តីយុត្តិធម៌ដល់សាសដទៃទ្រង់នឹងមិនតតាំងនឹងគេឬស្រែកសម្រែកឡើយនឹងគ្មានអ្នកណាឮសំឡេងទ្រង់នៅក្នុងផ្លូវទេទ្រង់នឹងមិនផ្ដាច់ដើមត្រែងដែលបាក់ក៏មិនលុតប្រឆេះដែលនៅហយឡើយទាល់តែបាននាំសេចក្តីយុត្តិធម៌ឲ្យមានជ័យជំនះហើយអស់ទាំងសាសដទៃនឹងមានសេចក្តីសង្ឃឹមដោយនៅឈ្មោះទ្រង់នោះគេនាំមនុស្សម្នាក់មានអារក្សចូលដែលខ្វាក់ហើយគួរមកឯទ្រង់ក៏ប្រោសឲ្យបានជាគឺឲ្យមនុស្សខ្វាក់ហើយគួរនោះបានទាំងនិយាយហើយមើលឃើញផងឯហ្វូងមនុស្សគេមានសេចក្តីអស្ចារ្យទាំងអស់គ្នាក៏និយាយគ្នាថាអ្នកនេះតើមិនមែនជាព្រះហ្វូងហ្លួងដេវីតនោះទេឬអីតែកាលពួកផេរីស៊ីបានឮពាក្យនោះគេក៏ឆ្លើយឡើងថា
មនុស្សនេះដេញអារក្សបានដោយសារតែ Beelzebul ជាអ្នកជាមេអារក្សទេប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតគេក៏មានបន្ទូលថាអស់ទាំងនគរណាដែលបែកទាស់ទែងគ្នាឯងនោះនឹងត្រូវវិនាសទៅហើយអស់ទាំងក្រុងណាឬផ្ទះណាដែលបែកទាស់តែគ្នាឯងនោះនឹងនៅស្និទ្ធស្នេហ៍ពុំបានទេដូច្នេះបើអារក្សដេញអារក្សនោះមុខជាវាបែកទាស់គ្នាវាហើយយ៉ាងនោះធ្វើដូចម្ដេចឲ្យរាជវាស្និទ្ធស្នេហ៍នៅបានមួយទៀតបើខ្ញុំដេញអារក្សដោយអាង Beelzebul ពិតនោះតើកូនមនុស្សអ្នករាល់គ្នាដេញអារក្សដោយសារអ្វីវិញដូច្នេះវានឹងធ្វើជាចៅក្រមជំនុំជម្រះអ្នករាល់គ្នាហើយប៉ុន្តែបើសិនជាខ្ញុំដេញអារក្សដោយសារព្រះវិញ្ញាណនៃព្រះវិញនោះឃើញថានគរព្រះបានមកដល់អ្នករាល់គ្នាហើយឬធ្វើដូចម្ដេចឲ្យអ្នកណាចូលទៅក្នុងផ្ទះនៃមនុស្សខ្លាំងពូកែនិងប្លន់យកទ្រព្យសម្បត្តិរបស់គេបានវាតែចងអ្នកខ្លាំងពូកែនោះជាមុនសិននោះទៅនឹងប្លន់ផ្ទះរបស់គេបានអ្នកណាដែលមិននៅខាងខ្ញុំអ្នកនោះទាស់នឹងខ្ញុំហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំអ្នកនោះជាអ្នកកម្ចាត់កម្ចាយវិញហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថាអស់ទាំងបាបហើយពាក្យប្រមាថនឹងអត់ទោសឲ្យមនុស្សលោកបានតែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញនោះមិនដែលបានអត់ទោសដល់មនុស្សឡើយអ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្សនោះនឹងអត់ទោសឲ្យបានតែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធនោះនឹងអត់ទោសឲ្យពុំបានឡើយទោះនៅនាលោកីនេះឬនៅបរលោកនាយក្តីត្រូវតែរាប់ថាដើមល្អផ្លែវាក៏ល្អឬថាដើមឈើអាក្រក់ហើយផ្លែវាក៏អាក្រក់ដែរត្បិតគេស្គាល់ដើមឈើដោយសារផ្លែវាពូជពោះវែកអើយដែលអ្នករាល់គ្នាអាក្រក់ម្លេះតើធ្វើដូចម្ដេចនឹងឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបានពីព្រោះមាត់តែងនិយាយតាមសេចក្តីបរិបូរណ៍ដែលនៅក្នុងចិត្តធម្មតាមនុស្សល្អតែងបញ្ចេញសេចក្តីល្អអំពីកំណត់ដ៏ល្អដែលបានគប់ទុកក្នុងចិត្តឯមនុស្សអាក្រក់វិញគេបញ្ចេញសេចក្តីអាក្រក់អំពីកំណត់អាក្រក់របស់គេដែរហើយខ្ញុំប្រាប់អ្នករាល់គ្នាថានៅថ្ងៃជំនុំជម្រះនោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ដែលគេបាននិយាយស្បិតអ្នកនឹងបានរាប់ជាសុចរិតដោយសារពាក្យសម្ដីរបស់ខ្លួនឬនឹងត្រូវទោសក៏ដោយសារពាក្យសម្ដីនោះដែរគ្រានោះពួកអាចារ្យនិងពួកផេរីស៊ីខ្លះគេទូលទ្រង់ថាលោកគ្រូយើងខ្ញុំចង់ឃើញទីសម្គាល់ពីលោកតែទ្រង់មានបន្ទូលថាដំណរមនុស្សអាក្រក់ហើយកំផិតគេចេះតែចង់ឃើញទីសម្គាល់តែនឹងគ្មានទីសម្គាល់ណាមកប្រទានមកគេក្រៅពីទីសម្គាល់របស់ហោរាយូណាសឡើយត្បិតដែលលោកយូណាសបាននៅក្នុងពោះត្រីធំអស់3ថ្ងៃ3យប់យ៉ាងណាកូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី3ថ្ងៃ3យប់យ៉ាងនោះដែរឯមនុស្សនឹងនៅក្រុងនេនេវេនឹងឈរឡើងជាមួយនឹងមនុស្សដំណរនេះក្នុងគ្រាជំនុំជម្រះហើយនឹងកាត់ទោសឲ្យផងត្បិតគេបានប្រែចិត្តដោយ
ដោយឮសេចក្តីដែលលោកយ៉ូណាសបានប្រកាសប្រាប់ហើយមើលនៅទីនេះមានមួយអង្គដែលវិសេសជាងលោកយ៉ូណាសទៅទៀតមហាក្សត្រីនៅស្រុកខាងត្បូងនឹងឈរឡើងជាមួយនឹងមនុស្សដំណរនេះក្នុងគ្រាជំនុំជម្រះហើយនឹងកាត់ទោសឲ្យផងដោយព្រះនាងបានយាងមកពីចុងផែនដីដើម្បីនឹងស្ដាប់ចំណេះរបស់ខ្លួនសាឡូមោនហើយមើលនៅទីនេះមានមួយអង្គវិសេសជាងខ្លួនសាឡូមោនទៅទៀតកាលណាអារក្សអាសោតបានចេញពីមនុស្សទៅហើយនោះវាដើរចុះឡើងនៅកន្លែងហួតហែងដើម្បីរកទីឈប់សម្រាកតែរកមិនបានសោះនោះវាគិតថាអញនឹងត្រឡប់ទៅឯផ្ទះអញដែលទើបនឹងចេញមកនោះរួចកាលវាមកដល់ឃើញផ្ទះនៅទំនេរបោសស្អាតហើយតុបតែងយ៉ាងល្អនោះវាចេញទៅនាំយកអារក្ស7ទៀតដែលកាចជាងវាមកជាមួយផងក៏នាំគ្នាចូលទៅនៅទីនោះហើយសន្តានក្រោយរបស់មនុស្សនោះបានអាក្រក់ជាងមុនទៅទៀតឯមនុស្សដំណរអាក្រក់នេះគឺនឹងបានដូច្នេះដែរកាលទ្រង់កំពុងតែមានបន្ទូលនឹងហ្វូងមនុស្សនៅឡើយនោះមេដានិងពួកបងប្អូនទ្រង់ក៏ឈរនៅខាងក្រៅរកទូលនឹងទ្រង់មានម្នាក់ទូលទ្រង់ថាមកណម្ដាយនិងបងប្អូនលោកឈរនៅខាងក្រៅចង់និយាយនឹងលោកតែទ្រង់ឆ្លើយទៅអ្នកដែលទូលនឹងទ្រង់ថាអ្នកណាជាម្ដាយហើយជាប្អូនខ្ញុំរួចទ្រង់លាតព្រះហស្ថចង្អុលទៅពួកសិស្សដោយបន្ទូលថានោះណម្ដាយហើយនឹងប្អូនខ្ញុំត្បិតអ្នកណាដែលធ្វើតាមព្រះハរតីនៃព្រះវរបិតាខ្ញុំដែលគង់នៅឋានសួគ៌គឺអ្នកនោះហើយជាប្អូនប្រុសស្រីហើយជាម្ដាយខ្ញុំវិញយើងផ្អាកត្រឹមនឹងសិនជាកាលខ្ញុំនៅពីកុមារខ្ញុំនៅជំរំខែដាំងខ្ញុំប្រហែលអាយុខ្ញុំប្រហែល9ឬក៏10ឆ្នាំហ្នឹងឯងជាលើកដំបូងដែលខ្ញុំឮពីរឿងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយមនុស្សខ្លះគេឮពាក្យថាកន្លែងខ46រហូតដល់ខ50មានសាសមានមនុស្សខ្លះគេអន់ចិត្តដោយកន្លែងនឹងឯងគេថាព្រះយេស៊ូវអត់យកយល់ឪពុកម្ដាយទេក៏ប៉ុន្តែនៃគាត់មិនថាគាត់មិនយកយល់ឪពុកម្ដាយទេគឺអ្នកដែលស្ដាប់បង្គាប់ហើយជួយផ្សាយដំណឹងល្អពីគាត់ពេលយើងអានព្រះគម្ពីរអាចទៅគាត់សំដៅទៅអ្នកជឿហើយនិងអ្នកមិនជឿម្ល៉េះហើយអ្នកមិនជឿជាពិសេសលើដំណឹងល្អលើកទី1មនុស្សយើងតែងតែយកពាក្យគាត់បកប្រែថាខ្លួនយើងថាព្រះមិនដឹងចេះគោរពម្ដាយព្រោះអីគាត់ជាព្រះគាត់ក៏បានម្ដាយគាត់ក៏ជាកូនគាត់ដែរគាត់ជ្រើសរើសនាងម៉ារីហ្នឹងដើម្បីចូលមកភពនេះជាមានរូបសាច់ដូចយើងខ្ញុំអរគុណដែលបានស្ដាប់សូមព្រះអង្គប្រទានពរយើងនឹងអានបន្តទៅទៀតនៅថ្ងៃក្រោយទៀតសូមអរគុណជម្រាបលា